បាទសូមស្វាគមន៍ហើយក៏សូមជម្រាបសួរគ្នាយើងថ្ងៃនេះធ្វើត្រឡប់មកវិញជាមួយខ្ញុំ Channel សាស្ដាប់ហើយថ្ងៃនេះដែរខ្ញុំនឹងមានវីដេអូថ្មីដែលតាមសំណុំពរគ្នាយើងដែលបានធ្វើការស្នើសុំខ្ញុំតាមរយៈវីដេអូនៅក្នុង Channel YouTube សាស្ដាប់របស់ខ្ញុំគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូពាក់ព័ន្ធជាមួយនឹង Monitech នឹងឯងបិទតែខ្ញុំមិនមានវីដេអូច្រើនពាក់ព័ន្ធជាមួយនឹង Monitech ប៉ុន្តែថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអំពីtechnique មួយនៅក្នុងការ post smart link របស់ Monitech ដើម្បីរកលុយជាមួយនឹង Monitech អូខេហើយគ្នាយើងខ្ញុំសូមបញ្ជាក់ដែរថាខ្ញុំមិនមែនជាអ្នកជោគជ័យអីទេក៏ប៉ុន្តែខ្ញុំជាអ្នកដែលចូលចិត្តស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងការរកលុយនៅលើអ៊ីនធឺណិតហើយខ្ញុំក៏មានជាលទ្ធផលអីធំដុំដែរប៉ុន្តែអ្នកនរគ្នាបានឃើញហើយខ្ញុំក៏ចាប់ដើមធ្វើជាមួយនឹង Monitech នេះលទ្ធផលម្ដងថ្ងៃនេះគឺប្រហែល $9.6 បាទដែលខ្ញុំព្យាយាមធ្វើហើយការធ្វើរបស់ខ្ញុំគឺជាការធ្វើតេស្តសាកល្បងទេជាក់ស្ដែងខ្ញុំមិនមែនរកលុយសំខាន់នៅលើ Monitech ទេគឺខ្ញុំរកលុយនៅលើ Adora ដែរបាទប៉ុន្តែដល់ឡែកយើងមាន traffic ដែលយើងសេសសល់ពីការធ្វើការរកលុយនៅលើ Facebook អញ្ចឹងហើយយើងក៏ចាប់ផ្ដើមសាកល្បងធ្វើ ad network ផ្សេងៗគ្នាដើម្បីចង់ដឹងថា ad network មួយណាយ៉ាងម៉េចអញ្ចឹងណាហ្នឹងហើយដល់ឡែកខ្ញុំធ្វើចំពោះMonitech នេះគឺខ្ញុំប្រើប្រាស់នៅ blocker ដែលជាwebsite របស់ Google free ឲ្យយើងគាត់ឲ្យយើង build នៅឬក៏ post អត្ថបទអីផ្សេងៗដើម្បីធ្វើការឲ្យអ្នកទស្សនាគាត់បានឃើញក៏ប៉ុន្តែការដែលប្រើនៅ blog spot នេះគឺវាមិនសូវទទួលបានការ response ល្អទេបើទោះបីជាយើងទិញនៅ domain មួយដែលពេញសិទ្ធិក៏ដោយចឹងហើយខ្ញុំណែនាំឲ្យអ្នកនរគ្នាបើសិនបើចាប់បានធ្វើអ្នកនរគ្នាព្យាយាមសិក្សាអំពីការធ្វើ website តាមរយៈ WordPress វិញពីព្រោះថា WordPress គឺវាមានការ responsive ល្អបាទចឹងហើយដើម្បីឲ្យមានភាពងាយស្រួលអ្នកនរគ្នាគួរតែធ្វើ website តាមរយៈ WordPress កុំប្រើប្រាស់នៅ Blogspot ពីព្រោះ Blogspot អត់ responsive ទេដល់ឡែកយើងត្រឡប់មកថ្ងៃនេះវិញខ្ញុំអត់បានធ្វើវីដេអូប្រាប់អ្នកនរគ្នាអំពីវិធីនៅក្នុងការធ្វើការ post ដើម្បីរកលុយជាមួយ website ទេខ្ញុំនឹងចែករំលែកអំពីរបៀបនៅក្នុងការ post វីដេអូឬក៏រូបភាពនៅក្នុង story របស់ Facebook ហើយយើងដាក់ smart link របស់ Monitech នេះដើម្បីឲ្យអ្នកទស្សនាគាត់បានចូលទៅហើយគាត់ចុច see more ដើម្បីមើលទៅលើ link របស់យើងនឹងទទួលបានចំណូលអំពី Facebook នេះហើយខ្ញុំសូមបញ្ជាក់ដែរគឺខ្ញុំនឹងធ្វើការចែករំលែកtechnique នេះជាមួយនឹង account ឬក៏ page Facebook ខ្មែរបាទតែបើអ្នកនរគ្នាមានជា traffic បែបបរទេសបែបអាមេរិកបែបប្រទេសដែលធំៗសំខាន់នោះអ្នកនរគ្នាអាចធ្វើការប្រើប្រាស់ traffic នោះអ្នកនរគ្នានឹងទទួលបាន CPM ខ្ពស់បាទ revenue ខ្ពស់ហ្នឹងហើយចឹងហើយអ្នកនរគ្នាអត់សូវខាតពេលដែរហើយយើងឆាប់បានប្រមូលលុយពី Monitech ដែរបាទដល់ឡែកខ្ញុំធ្វើគឺខ្ញុំអត់សូវប្រើប្រាស់នៅ Smart Link ទេខ្ញុំប្រើប្រាស់តែចំពោះការផ្សព្វផ្សាយនៅលើ website ដូច្នេះហើយលុយវាបានតិចហើយនឹងមួយទៀតដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងប្រើ Blogspot អញ្ចឹងហើយការ response គឺបានតិចណាស់អញ្ចឹងអ្នកនរអាចមើលបាននៅក្នុងនេះដូចខ្ញុំបញ្ជាក់អញ្ចឹងនេះគឺខ្ញុំប្រើប្រាស់នៅ website បាទនេះ website របស់ខ្ញុំដែលខ្ញុំធ្វើតាំងពីខែ10ថ្ងៃ20មក2024ហើយខ្ញុំប្រើប្រាស់នៅ multiple ad អញ្ចឹងហើយវាធ្វើឲ្យលុយនឹងក៏វាបានតិចតាមហ្នឹងឥឡូវយើងយកទៅមើលស្ថិតិរបស់គ្នាមុននឹងចូលទៅមើល technique ដែលខ្ញុំបង្ហាញអ្នកនរគ្នាបាទកន្លែងនេះអ្នកនរគ្នាឃើញហើយបាទនៅពេលដែលខ្ញុំប្រើប្រាស់នៅ website ហើយ impression click របស់ខ្ញុំវាមានចំនួនតិចវាធ្វើឲ្យ profit របស់ខ្ញុំក៏វាតិចទៅតាមនឹងដែរបាទវាត្រូវការសំពេលវេលាហ្នឹងទៅហើយ CPM ហ្នឹងក៏វាមិនសូវខ្ពស់ដែរដល់ឡែកមានពេលខ្លះយើងក៏ទទួលបាន CPM ថ្លៃហើយការដែលទទួលបានពាណិជ្ជកម្មហ្នឹងក៏វាថ្លៃទៅតាមហ្នឹងដូចជាក់ស្ដែងនៅក្នុងថ្ងៃ30ខែ5នេះគឺ CPM ខ្ញុំដល់ទៅ$186ហើយយើងទទួលបាន3.91បានន័យថា$74ដែរបាទអញ្ចឹងនេះគឺទៅតែថ្មីនេះទេបាទហើយ impression របស់ខ្ញុំអត់ច្រើនទេអ្នកនរគ្នាឃើញគឺដោយសារខ្ញុំអត់មានជា page traffic ណាដែលធំដុំសម្រាប់អ្នកទស្សនាគាត់ click ឬគាត់ចុចមើលទេបាទអញ្ចឹងខ្ញុំគាត់នឹងបញ្ជាក់អ្នកនរគ្នាប៉ុណ្ណឹងទេពាក់ព័ន្ធនឹង Monitech ឥឡូវយើងទៅមើល
របៀបនៅក្នុងការផុសlink វិញបាទអញ្ចឹងយើងចុចយើងបើករបស់យើងចឹងមកបាទយើងបើកwebsite របស់យើង login ឲ្យរួចរាល់ចឹងមកបន្ទាប់មកយើងធ្វើការចូលមកកន្លែង direct link នេះអ្នកនរឃើញយើងចូលមកកន្លែង direct link ហើយយើង click លើវាហើយយើងធ្វើការបង្កើត link បើសិនបើអ្នកនរអត់មានអ្នកនរធ្វើការបង្កើត link ទៅតែបើអ្នកនរមានហើយអ្នកនរគ្រាន់តែជ្រើសរើស link ណាមួយដែលអ្នកនរមានបន្ទាប់មកអ្នកនរធ្វើការ copy បាទ copy ចឹងមកតែខ្ញុំសូមបញ្ជាក់អ្នកនរអាចមាន Facebook page មួយសិនទៅអញ្ចឹងខ្ញុំប្រើ Facebook page របស់ខ្ញុំមួយដែលខ្ញុំបង្កើតយូរហើយបាទមានអ្នកចុច follow របស់យើងមក K ជាងដែរបាទអញ្ចឹងយើងត្រូវការឲ្យមានវីដេអូមួយហើយឥឡូវនេះខ្ញុំកំពុងតែនៅលើ page នេះស្រាប់បាទអញ្ចឹងអ្នកនរឃើញហើយគឺទី1គឺខ្ញុំចង់ឲ្យ page នេះធ្វើការ post story បាទអញ្ចឹងខ្ញុំក៏ click ទៅលើ story នេះបាទហើយយើងទាញវីដេអូដែលយើងចង់ធ្វើការ post ចូលមកបាទនេះគឺជាវីដេអូដែលខ្ញុំចង់ធ្វើការ post បាទអូខេអញ្ចឹងនេះគ្រាន់តែជាការបង្ហាញអ្នកនរគ្នាទេបាទអញ្ចឹងខ្ញុំត្រឡប់មកវិញខ្ញុំធ្វើការ add story មួយបាទហើយយើងទាញវីដេអូដែលយើងត្រូវការ post យកមកដាក់នៅលើ story នេះបន្ទាប់មកយើង click កន្លែង add button នេះតមកទៀតយើងជ្រើសរើសយក web link button បាទហើយយើងទៅធ្វើការ copy link ដែលយើងពេញចិត្តបាញ់មិញអញ្ចឹងខ្ញុំនឹងជ្រើសរើសយក link មួយគឺ link effect link នេះដែលមានឈ្មោះ effect link ខ្ញុំ copy មកហើយខ្ញុំយកវាមកផាសនៅកន្លែងនេះបាទកន្លែងនេះអ្នកនរគ្នាឃើញនៅពេលដែលយើងជ្រើសរើសអញ្ចឹងវាមាននៅកន្លែងនេះដែលដាក់ select button ហើយយើងជ្រើសរើសយើងចង់យកប្រភេទណាយើងចង់យក learn more see more ក៏តាមចិត្តអ្នកនរគ្នាទៅអញ្ចឹងខ្ញុំជ្រើសរើសយក see more ហើយ link របស់យើងដាក់ចឹងមកបាទអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំនឹងធ្វើការចុច share កន្លែងនេះដើម្បីឲ្យវីដេអូបាញ់មិញវាភ្ជាប់ជាមួយនឹង link ហ្នឹងហើយវា load ទៅឲ្យអ្នកដែលគាត់ទស្សនាគាត់បានឃើញអូខេឥឡូវយើងចុច share បាទចាំតិចអ្នកនរវាកំពុងទៅបាទនៅពេលដែលយើងចុច share រួចរាល់វានឹងដានហើយយើងត្រឡប់ទៅកន្លែងយើងជួវិញតើយើងនឹងទទួលបានរូបភាពបែបណាបាទអញ្ចឹងកន្លែងនេះអ្នកនរគ្នាប្រកាសជាអត់ទាន់ដឹងថាតើយើងបានផុសមិញវាភ្ជាប់ link ពិតប្រាកដមែនអត់អញ្ចឹងអ្នកនរគ្នាអាច click ដូចខ្ញុំអញ្ចឹងមកចុចធ្វើម៉េចឲ្យចេញមួយអញ្ចឹងមកបាទហើយយើងចុចទៅលើកន្លែងនេះមកយើងឃើញ story របស់យើងហើយយើងចុច view story មកបាទអញ្ចឹងអ្នកនរឃើញនេះបាទនេះគឺជា see more ដែលយើងផុសទៅហ្នឹងពេលដែលយើង click ទៅហ្នឹងវា load ទៅហើយវា load ទៅកន្លែងហ្នឹងហើយបាទតែយើងមិនបាច់ចុចទេ link ហ្នឹងព្រោះកុំឲ្យវាមាន spam ទេយើងគ្រាន់តែមើលប៉ុណ្្នឹងទៅបាទអញ្ចឹងវា load ទៅទៀតបាទនេះគឺពាក់ព័ន្ធនឹងtechnique មួយនៅក្នុងការផុសជាមួយនឹង smart link នៅក្នុង Monitech បាទអញ្ចឹងបងប្អូនបើសិនមកមានជាប្រភេទ traffic ផ្សេងៗដែលបងប្អូនសម្បូរជាពិសេសគឺនៅលើ Facebook ដែលរកលុយអត់បានហើយបងប្អូនចង់ប្រើប្រាស់វាដើម្បីទាញប្រយោជន៍ពីការរកលុយបងប្អូនអាចធ្វើការcopy link ពី Monitech បាទដែលខ្ញុំបង្ហាញបងប្អូនមិញហ្នឹងហើយខ្ញុំមិនបានធ្វើការបង្ហាញពីរបៀបក្នុងការ add link ទេព្រោះវាជារបៀបធ្វើដែលងាយស្រួលទេគ្រាន់តែប្រាប់បងប្អូនថាធ្វើម៉េចដើម្បីអាចឲ្យ link ហ្នឹងមាន impression មកអញ្ចឹងខ្ញុំបង្ហាញមិញហ្នឹងបងប្អូនគ្រាន់តែធ្វើតាមខ្ញុំមក copy link ហ្នឹងហើយយកមកដាក់នៅក្នុង story របស់ Facebook នេះបងប្អូននឹងទទួលបានដូចខ្ញុំប្រាប់អញ្ចឹងអូខេអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនអាចធ្វើបានហើយបងប្អូននឹងសាកល្បងធ្វើទៅដើម្បីទទួលបានលទ្ធផលដូចខ្ញុំអញ្ចឹងមិញខ្ញុំគ្រាន់តែធ្វើការ test ទេអញ្ចឹងបងប្អូនអាចធ្វើដូចខ្ញុំទៅអូខេបាយបាយ